បានសូមជម្រាបសួរលោកគ្រូសម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងការ export file ចេញពីប្រព័ន្ធយកទៅប្រើប្រាស់នៅក្នុងទូរស័ព្ទដៃបានចឹងជាធម្មតានៅក្នុងមួយអង្គភាពតែងតែមានកុំព្យូទ័រមួយគ្រឿងយ៉ាងតិចប៉ុន្តែទូរស័ព្ទដៃគឺមានគ្រប់គ្នាហើយលោកគ្រូបានចឹងទាក់ទងជាមួយនឹងការងារជាច្រើននៅក្នុងប្រព័ន្ធរបស់យើងបាទមានទាំងការងារគម្រោង chip បាទក៏មានដែរទាក់ទងជាមួយនឹងប៊ូតុង export file ហ្នឹងហើយការងារបន្ទុកបាទបញ្ចូលបន្ទុកប្រចាំខែបាទសម្រងវត្តមានគឺមានប៊ូតុង export ហើយបាទអញ្ចឹងបើសិនជាលោកគ្រូបាទធ្វើការ export file ចេញពីបន្ទុកនេះក៏ยังមានហើយឥឡូវនេះគឺឧទាហរណ៍គំរូមួយគឺដូចគ្នាទេខ្ញុំចង់បង្ហាញទាក់ទងជាមួយនឹងការបាទ export file បាទចេញពីសម្រងវត្តមានបាទយើងចុចមកហើយខ្ញុំសូមឧទាហរណ៍គំរូតាក់ទងជាមួយនឹងខែវិច្ឆិកានេះទៅអញ្ចឹងលោកគ្រូនឹងឃើញហើយបាទនេះគឺជាទម្រង់នៃវត្តមានរបស់សិស្សប៉ុន្តែបើសិនជាលោកគ្រូបើកប្រព័ន្ធមកបញ្ចូលវត្តមានរបស់សិស្សប្រចាំថ្ងៃក៏បើកទៅប៉ុន្តែបើសិនជាមិនចង់បើកទេគឺយើងអាចបញ្ចូលតាមរយៈទូរស័ព្ទដៃបានហើយចាំចុងខែបាទចាំយើងបញ្ចូល file ហ្នឹងមកកាន់ប្រព័ន្ធរបស់យើងវិញបាទអញ្ចឹងឥឡូវនេះគឺលោកគ្រូបាទសូមពិនិត្យមើលទៅយើងមានប៊ូតុងមួយគឺប៊ូតុង export ខាងលើនេះបាទអញ្ចឹងយើងចុចមកคลิกមកអញ្ចឹងវានឹងសួរយើងថាយើងចង់ export វត្តមានឬក៏ export បាទបន្ទុកប្រចាំខែឬក៏ជំនះបាទអញ្ចឹងខ្ញុំចង់ឧទាហរណ៍គំរូតែតាក់ទងជាមួយនឹងវត្តមានទេបាទអញ្ចឹងផ្សេងទៀតគឺធ្វើដូចគ្នាទេលោកគ្រូបាទដូចគ្នាទេយើងចុចទាញយកមកបាទអញ្ចឹងបានជោគជ័យហើយវានឹងសួរយើងថាចង់បើក folder នឹងអត់បើសិនជាលោកគ្រូមិនចង់បើកទេយើងចុច no មកបាទអញ្ចឹងបាត់ហើយប៉ុណ្នេះបាទនេះគឺជា file នៅក្នុងប្រព័ន្ធរបស់យើងឥឡូវគឺខ្ញុំទៅមើល file ដែលយើង export ចេញបាទអញ្ចឹងយើងចុច minimize មកបាទឬក៏ចុចបាទបិទក៏បានដែរបាទបិទប្រព័ន្ធទៅបាទឬក៏ minimize ក៏បានដែរតាអញ្ចឹងយើងចូលមកកាន់ disk PC ហើយចូលមកកាន់ data C បាទឬក៏ drive C ហ្នឹងហើយលោកគ្រូនឹងឃើញ folder មួយគឺ export file បាទអញ្ចឹងយើងបើកមកបាទនេះគឺជា file ដែលយើងបាន export មកហ្នឹងបាទអញ្ចឹង file មួយនេះគឺលោកគ្រូអាចបោះតាមរយៈ Telegram ទៅហើយយើងអាចធ្វើការបញ្ចូលបានដោយសារតែវាប្រភេទ extension គឺ XLSX បាទឬក៏បើសិនជាលោកគ្រូមិនចង់បញ្ចូលផ្ទាល់នៅលើ file ទេលោកគ្រូអាចបញ្ចូលតាមរយៈ link ក៏បានដែរអញ្ចឹងខ្ញុំសូមចូលមកកាន់ Chrome ហើយខ្ញុំសូមចូលមកកាន់បាទ Drive បាទ Drive របស់ខ្ញុំបាទអញ្ចឹងខ្ញុំសូមចូលមកកាន់បាទខ្ញុំបានរៀបចំខ្លះហើយបាទនេះតាក់ទងជាមួយនឹងបាទប្រព័ន្ធហ្នឹងគឺខ្ញុំដាក់ឆ្នាំ2025 2026បាទអញ្ចឹងខ្ញុំសូមបើកឋានៈខ្ញុំទៅហើយខ្ញុំសូមដាក់វត្តមានបាទហើយខ្ញុំសូមបាទចាប់ទាញវាមកបន្តិចមកបាទហើយខ្ញុំសូមបាទអូបញ្ចូលមកបាទ file មិញណាលោកគ្រូបាទនេះ file មួយហ្នឹងបាទអញ្ចឹងខ្ញុំនឹងអូស file មួយហ្នឹងបញ្ចូលនៅក្នុង drive របស់ខ្ញុំបាទអញ្ចឹងលោកគ្រូអាចកែឈ្មោះបានបាទចង់កែក៏កែតែឥឡូវខ្ញុំដាក់ខែវិច្ឆិកាក៏ដាក់ទៅបាទស្រេងចិត្តលោកគ្រូទេប៉ុន្តែនៅ file នេះគឺខ្ញុំដាក់ my បាទ abs ហើយបាទនេះគឺខ្ញុំដាក់បែបហ្នឹងបាទឥឡូវខ្ញុំសូមទាញបញ្ចូលបាទអញ្ចឹងវាចាប់ដើម upload file នឹងចូលហើយបាទនេះអញ្ចឹងយើងបាន file បាទ Excel មួយដែលស្ថិតនៅក្នុង drive របស់យើងហើយលោកគ្រូអាចបើក file ហ្នឹងទៅបាទនៅពេលយើងចង់បញ្ចូលបាទលេខយើងបើកមកបើក file ហ្នឹងបាទបាទអញ្ចឹងលោកគ្រូនឹងឃើញថា file ហ្នឹងគឺចាប់ពីខែបាទ6អញ្ចឹងលោកគ្រូអាចដូរមកដាក់ខែ11មកហើយយើងធ្វើការរើសឆ្នាំមកបាទឆ្នាំ2025បាទអញ្ចឹងវាចេញបែបនេះហើយបាទនេះគឺជា file របស់យើងហ្នឹងបាទអញ្ចឹងលោកគ្រូបាទសូមចុចលើបាទកន្លែងនេះប៊ូតុង share នេះមួយមកកន្លែងរូបកូនសោហ្នឹងបាទបន្តមកទៀតលោកគ្រូបាទនឹងឃើញកន្លែងនេះកន្លែងកូនសោនេះលោកគ្រូបាទជ្រើសរើស Nivon បាទ with the link បាទយកបែបហ្នឹងមកបាទហើយបន្តមកទៀតកន្លែង viewer នេះលោកគ្រូសូមយក editor ក៏បានដែរ
បាទអញ្ចឹងដោយសារតែយើងប្រើផ្ទាល់ខ្លួនឯងទេបាទអត់មានជាបញ្ហាទេបាទលោកគ្រូសូម copy link ទៅហើយខ្ញុំសូមចុចដានបាទអញ្ចឹងរួចរាល់ហើយអញ្ចឹងខ្ញុំសូមបាទបិទនៅទីនេះទៅបាទយើងអត់ត្រូវប្រើទេបាទ file ហ្នឹងហើយលោកគ្រូបាទខ្ញុំនឹងបោះ link ហ្នឹងតាមរយៈ Telegram បាទអញ្ចឹងខ្ញុំសូមបោះ Telegram ផ្ទាល់ខ្លួនខ្ញុំមួយមកបាទអញ្ចឹងខ្ញុំសូមផាស link នៅទីនេះបាទខ្ញុំសូមចុច send ហើយខ្ញុំសូមបើកមុខងារដើម្បីបង្ហាញទៅក្រុមគ្រូតើតើជាមួយនឹងការបញ្ចូលតាមរយៈទូរស័ព្ទដៃបាទនៅក្នុងកម្មវិធីបាទមួយបាទសូមរងចាំបន្តិចលោកគ្រូបាទអញ្ចឹងសូមបញ្ជាក់ផងដែរថាលោកគ្រូគ្រាន់តែចុច link នេះបាទតាមរយៈទូរស័ព្ទដៃទៅគឺយើងអាចបញ្ចូលវត្តមានសិស្សប្រចាំថ្ងៃបានហើយបាទអញ្ចឹងនៅលើទូរស័ព្ទខ្ញុំគឺបានដំណើរការហើយឥឡូវខ្ញុំសូមចូលបង្ហាញនៅកាន់ Google Drive នេះមកហើយខ្ញុំសូមប្រើកម្មវិធីនេះបាទអញ្ចឹងខ្ញុំនឹងបាទបញ្ចូលវត្តមានសិស្សតាមរយៈទូរស័ព្ទដៃជួយលោកគ្រូមើលបាទអញ្ចឹងខ្ញុំសូមចូល Telegram ហើយបន្ទាប់មកបាទដោយសារតែ Telegram ខ្ញុំបាទជាប់ប្រព័ន្ធសុវត្ថិភាពអញ្ចឹងអត់អាចបង្ហាញឃើញទេលោកគ្រូចាំពេលដែលខ្ញុំចុច link ទៅគឺបង្ហាញបានហើយបាទអញ្ចឹងខ្ញុំសូមចុចលើ link ហើយបន្ទាប់មកខ្ញុំសូមធ្វើការជ្រើសរើសយកគណនីមួយហើយខ្ញុំសូមចុចអូខេបាទអញ្ចឹងនេះគឺដូចគ្នាទេលោកគ្រូបាទអញ្ចឹងយើងឃើញឈ្មោះបាទយើងឃើញឈ្មោះសិស្សបាទឃើញអត្តលេខបាទឃើញ page ឃើញអីហ្នឹងគឺដូចគ្នាទេលោកគ្រូបាទអញ្ចឹងយើងអាចបញ្ចូលបានហើយនៅទីនេះលោកគ្រូសូម scroll ចូលឡើងទៅបាទយើងឃើញថ្ងៃនេះហើយបាទអញ្ចឹងថ្ងៃទី1ចំថ្ងៃសៅរ៍ឧទាហរណ៍ថាពិតជាថ្ងៃបើកបរិវេណការទេប៉ុន្តែបើសិនជាលោកគ្រូគិតថាចង់ចុះវត្តមានបាទខ្ញុំសូមឧទាហរណ៍គំរូយើងតាក់ទងជាមួយនឹងការចុះវត្តមានអញ្ចឹងលោកគ្រូបាទសូមនេះមក scroll បាទហ្នឹងទៅបាទចឹងចំឈ្មោះសិស្សហ្នឹងហើយអញ្ចឹងខ្ញុំសូមដាក់វត្តមានប្រកបទៅមកបាទចុចលើចែកតូចបន្តិចទៅយើងបង្ហាញឲ្យជ្រើសរើសហើយបាទឃើញច្បាប់ហើយនឹងអត់ច្បាប់បាទអញ្ចឹងឲ្យយើងដាក់មកបាទថយយើងដាក់1 2ទៅបាទអូខេអញ្ចឹងខ្ញុំសូមដាក់បែបនេះលោកគ្រូអាចពិនិត្យមើលបានបាទនៅក្នុង Google Drive របស់យើងនេះគឺក៏បង្ហាញដែរមកនេះកន្លែងនេះលោកគ្រូបាទគឺខ្ញុំអត់បានបញ្ចូលក្នុង Drive នេះទេប៉ុន្តែខ្ញុំបញ្ចូលតាមរយៈ link បាទអូខេអញ្ចឹងប៉ុណ្ណឹងបាទឥឡូវខ្ញុំឧទាហរណ៍ថាប៉ុណ្ណឹងគឺជាការស្រេចហើយអញ្ចឹងលោកគ្រូសូមបញ្ចូលរហូតបាទមកដល់ដំណាច់ខែមកបាទអញ្ចឹងពេលដល់ដំណាច់ខែហើយចាំលោកគ្រូទូទាត់នៅក្នុងប្រព័ន្ធរបស់យើងអញ្ចឹងតកតងជាមួយបន្ទុកគឺយើងធ្វើដូចគ្នាយ៉ាងដែរបាទឥឡូវរួចរាល់ហើយខ្ញុំគិតថារួចរាល់ហើយបាទគិតថាចុងខែហើយឥឡូវនេះគឺលោកគ្រូគ្រាន់តែបើកDrive នឹងវិញមកបាទចូលក្នុង Google Drive ហើយយើងបើក file នឹងមិញមកបាទបន្ទាប់មកលោកគ្រូនឹងឃើញហើយនេះបាទអវត្តមានដែលយើងបានបញ្ចូលមិញហ្នឹងហើយលោកគ្រូសូមចុចនៅលើ menu file ហើយបន្តមកទៀតលោកគ្រូឃើញហើយនេះគឺយើងឃើញថា download ហើយយើង download ជាប្រភេទ file បាទExcel បាទយើងចុចមកអូខេបាទអញ្ចឹងវាបានហើយបាទអញ្ចឹងបាន full ហើយលោកគ្រូបាទឥឡូវខ្ញុំសូមបិទបាទជ្រោមនឹងទៅហើយបាទនេះក៏ខ្ញុំសូមបិទដែរទៅបាទអូខេតោះអញ្ចឹងលោកគ្រូទៅមើល file ដែលយើង download មិញបាទអញ្ចឹង file ដែលយើង download មិញគឺស្ថិតនៅក្នុងបាទ download បាទនេះអញ្ចឹង file មួយនេះដែលយើង download មិញលោកគ្រូហើយខ្ញុំសូមបើកប្រព័ន្ធរបស់យើងបាទខ្ញុំសូមចូលមកកាន់ប្រព័ន្ធរបស់យើងទៅហើយខ្ញុំសូមបាទចូលមកកាន់ខែបាទវិជ្ជការនៃអវត្តមានរបស់យើងបាទយើងចុចមកបាទអញ្ចឹងនៅទីនេះគឺអត់មានបញ្ចូលទេហើយលោកគ្រូបានបញ្ចូលនេះគឺដល់ចុងខែរួចហើយបាទអញ្ចឹងលោកគ្រូបាទគ្រាន់តែបាទយើង scroll មកបាទយើងចុចនៅទីតាំងណាក៏បានដែរបាទចុចទៅបាទហើយលោកគ្រូបាទសូមចុចមកកាន់ប៊ូតុងបញ្ចូលពីក្រៅនេះមកបាទបន្ទាប់មកវានឹងឲ្យលោកគ្រូធ្វើការជ្រើសរើស file បាទអញ្ចឹងលោកគ្រូសូមចុចលើ download មិញទៅដែលយើង download មិញហ្នឹងបាទនេះគឺជា file មួយហ្នឹងហើយលោកគ្រូគ្រាន់តែចុច open មកអញ្ចឹងវាច្រឡងទិន្នន័យដាក់ឲ្យហើយបាទអញ្ចឹងគឺបែបនេះបាទ
អញ្ចឹងនេះអញ្ចឹងយើងអត់ចាំបាច់ធ្វើការបញ្ចូលតាមរយៈប្រព័ន្ធហ្នឹងទេយើងគ្រាន់តែធ្វើបែបហ្នឹងគឺបញ្ចូលតាមរយៈ link ពីទូរស័ព្ទដៃបាទរហូតមកដល់ចុងខែមកចាំយើងបញ្ចូលនៅក្នុងប្រព័ន្ធគឺជាការស្រេចហើយតាក់ទងជាមួយនឹងនេះវិញគឺក្រុមតាក់ទងជាមួយនឹងពិន្ទុគឺយើងធ្វើដូចគ្នាដែរបាទអញ្ចឹងយើងធ្វើតែបែបហ្នឹងទៅគឺបានហើយបាទយើងមានមនុស្សបញ្ចូលពីក្រៅដែរបាទអញ្ចឹងអរគុណច្រើនលោកគ្រូសម្រាប់ការទស្សនានៅវីដេអូនេះបាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាទសូមជម្រាបលា